បាទថ្ងៃនេះខ្ញុំសូមជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់ជាពិសេសប្រិយមិត្តរបស់គ្រូយើងបាទសាលាគ្រូយើងបាទថ្ងៃនេះខ្ញុំបានទទួលនៅសំណួរមួយពីប្រិយមិត្តទាំងអស់ដែលបានសួរខ្ញុំថាតើគួរមានស្នេហាអត់នៅក្នុងវ័យសិក្សាបាទនេះគឺជាសំណួរដែលខ្ញុំគិតថាជាសំណួរល្អហើយខ្ញុំចង់បើកក្បាលដើម្បីឆ្លើយទៅម្ចាស់សំណួរវិញថាមានឬមិនមានគឺអ្នកដែលចង់ហ្នឹងជាអ្នកសម្រាប់បាទនេះថាខ្ញុំចង់និយាយថាក្មួយឬក៏បងប្អូនជាសិស្សានុសិស្សឬជានិស្សិតហ្នឹងជាអ្នកឆ្លើយខ្លួនឯងបាទកន្លែងនេះខ្ញុំសូមទាញយកឧទាហរណ៍មួយដែលខ្ញុំឃើញជាក់ស្ដែងបាទរៀងរាល់ថ្ងៃឧបមាថាពេលដែលយើងឃើញនៅតាមកន្លែងលក់ដូរសាធារណៈនៅហាងកាហ្វេឡាក់ឡាពេលខ្លះខ្ញុំមើលឃើញថាមានបងប្អូនជាសិស្សមធ្យមសិក្សាឬក៏បងប្អូននៅតាមសាកលវិទ្យាល័យអីឡាក់ចំណាយពេលជាមួយគ្នាខ្ញុំអាចមើលទៅរូបភាពហ្នឹងអាចគិតថាប្រហែលជាគាត់ជាសង្សារនឹងគ្នាឬក៏ជាអ្នកដែលមានចិត្តជាមួយគ្នាហើយបានគាត់អាចមកអង្គុយអីចឹងបានកន្លែងនេះខ្ញុំចង់ជំរាបជូនពេលដែលខ្ញុំឃើញអញ្ចឹងខ្ញុំមានអារម្មណ៍មួយចាប់អារម្មណ៍មួយថាពួកខ្ញុំក៏ធ្លាប់ឆ្លងកាត់វ័យហ្នឹងដែរបើឲ្យคล้ายទៅជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលប្រើប្រាស់នៅឯកទេសខាងហ្នឹងដែរខ្ញុំចង់ជម្រាបជូនក្មួយថាកន្លែងនេះដែលខ្ញុំឃើញថានៅពេលដែលយើងមានស្នេហាគឺយើងត្រូវតែចំណាយពេលជាមួយគ្នាដូចខ្ញុំបានជំរាបពីខាងដើមអញ្ចឹងយើងស្រឡាញ់ក្រោយពីស្រឡាញ់យើងពេញចិត្តក្រោយពីជាងពេញចិត្តយើងព្រមព្រៀងហ្នឹងអញ្ចឹងការគិតនឹងសម្បើមបាទការគិតនឹងជាការគិតមួយដើម្បីកំណត់ពីអនាគតរបស់យើងហើយអ្វីដែលខ្ញុំមើលរូបភាពហ្នឹងខ្ញុំគិតថាក្មួយស្ថិតនៅក្នុងដំណាក់កាលដំបូងបំផុតគឺអីស្រឡាញ់ទេហើយអាការស្រឡាញ់នេះពុះកញ្ជ្រោលខ្លាំងណាស់បាទអាចនាំឲ្យយើងខុសឆ្គងបានអញ្ចឹងបានខ្ញុំថានៅមានក្មួយខ្លះលើកសំណួរសួរខ្ញុំថាតើបើសិនជានៅក្នុងវ័យសិក្សាផងហើយយើងមានស្នេហាផងតើវាអាចប៉ះពាល់ទៅដល់ការសិក្សារបស់យើងអត់ទេចម្លើយសួរឆ្លើយឲ្យក្មួយ 100% ប៉ះពាល់ហើយអីពីព្រោះកាលណាយើងស្រឡាញ់មានន័យថាយើងស្រឡាញ់យើងដកចិត្តវាធ្វើឲ្យយើងគិតពីវានឹងច្រើនបាទវាគិតពីវាយើងច្រើនអញ្ចឹងកន្លែងនេះខ្ញុំចង់ជំរាបជូនក្មួយថាបើយើងគិតវាច្រើនយើងត្រូវចំណាយពេលលើវាច្រើនហើយបើយើងចំណាយពេលវេលាលើវាច្រើនយើងបាត់បង់ពេលវេលាសម្រាប់ការសិក្សារបស់យើងត្រូវតែបាត់បង់បាទអញ្ចឹងមានអ្នកខ្លះសួរខ្ញុំទៀតថាចុះមិនមានអ្នកខ្លះគេខកឃើញមកថាមានសង្សារហើយនៅតែរៀនពូកែអញ្ចឹងបានខ្ញុំប្រាប់ក្មួយវិញថាក្មួយកុំធ្វើដូចគេក្មួយមិនមែនជាគេទេអ្នកដែលមានស្នេហានៅក្នុងវ័យសិក្សាហើយអាចរៀនបានប៉ាកែបានអីទៀតនោះមានន័យថាទី1ជាមនុស្សម្នាក់ដែលគាត់មានផែនការជាក់លាក់គាត់មានន័យថាគាត់មានផែនការចែកការសិក្សានិងសេចក្តីស្នេហារបស់គាត់ច្បាស់ហើយមានន័យថាគាត់ឲ្យអតិភិបខ្ពស់ទៅលើការសិក្សាហើយគាត់ចេះដែលគ្រប់គ្រងបានមែនទេអ្វីដែលក្មួយពិបាកនៅក្នុងបញ្ហាហ្នឹងដែលអាចប្រឈមនឹងបញ្ហាបានគឺដោយសារក្មួយមិនអាចគ្រប់គ្រងចិត្តរបស់យើងបានខ្ញុំលើកឧទាហរណ៍ណាប្រសិនបើខ្ញុំមានឧទាហរណ៍ខ្ញុំមានសង្សារពេលដែលខ្ញុំឮសំឡេងគាត់បបួលខ្ញុំទៅណាថាតើខ្ញុំទៅជាមួយគាត់ឬខ្ញុំនៅរៀនព្រោះដល់ម៉ោងរៀនហ្នឹងគឺជាសំណួរមួយដែលក្មួយត្រូវធ្វើការសម្រេចចិត្តអញ្ចឹងបានមនុស្សយើងម្នាក់គេឲ្យយើងរៀនអីយើងរៀនសមត្ថភាព4ក្មួយចឹង4ហ្នឹងសមត្ថភាព4ហ្នឹងគឺសមត្ថភាពទី1គឺសមត្ថភាពក្នុងការថែរក្សាខ្លួនឲ្យមានសុខភាពសមត្ថភាពក្នុងការធ្វើឲ្យខ្លួនយើងមានសុខភាពទី2គឺសមត្ថភាពប្រើក្បាលគេប្រើពាក្យថាសមត្ថភាពប្រើក្បាលមានន័យថាប្រើប្រាជ្ញាក្បាលយើងមានប្រាជ្ញាអញ្ចឹងយើងត្រូវមានសមត្ថភាពប្រើវាដែលពាក្យថាសមត្ថភាពប្រើវានឹងរៀនឲ្យចេះអីឲ្យចេះប្រើក្បាលដើម្បីគិតចឹងបានក្មួយឃើញនៅគេឲ្យយើងរៀនតែងសេចក្តីគេឲ្យយើងរៀនគណិតវិទ្យាគេឲ្យយើងរៀនមុខវិជ្ជាជាច្រើនមុខវិជ្ជាទាំងអស់ហ្នឹងឲ្យយើងចេះគិតឲ្យយើងមានសមត្ថភាពប្រើក្បាលហ្នឹងគិតដើម្បីរកហេតុនិងផលឲ្យបានត្រឹមត្រូវឃើញនៅអានេះសមត្ថភាពទី2ហ្មងក្រោយពីយើងមានសុខភាពហើយយើងត្រូវចាប់យកសមត្ថភាពហ្នឹងឲ្យបានហើយសមត្ថភាពទី3ដែលខ្មែរយើងប្រើពាក្យច្រើនថាបេះដូងណាយកបេះដូងគឺជាតំណាងមួយតាមពិតចិត្តទេនៅសមត្ថភាពក្នុងការគ្រប់គ្រងចិត្តគេណាគ្រប់គ្រងចិត្តរបស់យើងនេះក្មួយមើលមនុស្សដែលខឹងមនុស្សដែលឈ្នានីសមនុស្សដែលស្រឡាញ់មនុស្សដែលមានចំណង់ផ្លូវភេទឡាក់គឺជាធម្មជាតិគេធម្មជាតិវាឲ្យមកអញ្ចឹងពេលណាខ្ញុំឃើញនារីណាម្នាក់ស្អាតខ្ញុំស្រឡាញ់វាជាធម្មជាតិ
ប៉ុន្តែខ្ញុំអាចគ្រប់គ្រងបានគេណាខ្ញុំចាប់ពេលខ្ញុំមានសមត្ថភាពគ្រប់គ្រងខ្ញុំគ្រប់គ្រងខ្លួនឯងបានគ្រប់គ្រងថាអូខេគ្រាន់តែឃើញគាត់ស្អាតស្រឡាញ់គាត់ប៉ុន្តែស្រឡាញ់គាត់ក្នុងន័យអីក្នុងន័យជាមិត្តភក្តិក្នុងន័យជាអ្នករាប់អានខ្ញុំមិនអាចស្រឡាញ់គាត់លើសពីនឹងបានទេគេណាខ្ញុំនៅត្រឹមតែស្រឡាញ់ទេខ្ញុំអត់អាចឲ្យពិវត្តទៅរកអីការពេញចិត្តទេនោះពីព្រោះគាត់ឧទាហរណ៍ថាគាត់មានគ្រួសារហើយគាត់មានដៃគូគាត់ហើយហើយខ្ញុំមិនមែនស្រឡាញ់គាត់ក្នុងន័យអញ្ចឹងយើងចេះគ្រប់គ្រងខ្លួនយើងបានអញ្ចឹងបានទី3នេះគឺសមត្ថភាពក្នុងការគ្រប់គ្រងផ្លូវចិត្តរបស់យើងកុំឲ្យខឹងកុំឲ្យឈ្នានីសគេកុំឲ្យលោភលន់កុំឲ្យស្រឡាញ់គេផ្ដេសផ្ដាស់អីចឹងទៅបាទណាអញ្ចឹងអានឹងទី3មួយហើយបានទី4សមត្ថភាពអីសមត្ថភាពក្នុងការប្រើនេះដៃជើងរបស់យើងនេះដែលគេហៅថាសមត្ថភាពវិជ្ជាជីវៈជាងមានន័យថាយើងត្រូវតែបញ្ចប់សាកលវិទ្យាល័យឬក៏បញ្ចប់វិទ្យាស្ថានបច្ចេកទេសណាមួយដើម្បីចាប់យកវិជ្ជាជីវៈមកប្រើដៃប្រើជើងយើងនេះដើម្បីរកអីរកប្រាក់ចំណូលដើម្បីមកចិញ្ចឹមជីវិតនឹងសមត្ថភាព4នឹងជាសមត្ថភាពមូលដ្ឋានរបស់មនុស្សអញ្ចឹងខ្ញុំចង់ជំរាបជូនមួយវិញថាបើជាទ្រឹស្ដីឆ្លងកាត់ការស្រាវជ្រាវរបស់យើងមានន័យថាបើខ្ញុំឲ្យប្រៀបធៀបក្រុមដែលមានស្នេហានៅក្នុងវ័យសិក្សានិងមួយក្រុមទៀតដែលអត់មានស្នេហានៅក្នុងវ័យសិក្សាគេមើលឃើញថាក្រុមដែលអត់មានស្នេហានៅក្នុងវ័យសិក្សាទទួលបាននៅលទ្ធផលល្អក្នុងការសិក្សាច្រើនជាងក្រុមដែលមានស្នេហានៅក្នុងវ័យសិក្សាអញ្ចឹងជាយោបល់ខ្ញុំក្នុងនាមជាឪពុកម្នាក់ក្នុងនាមជាសាស្ត្រាចារ្យម្នាក់ដែលឆ្លងកាត់ការអប់រំនេះខ្ញុំចង់ជំរាបជូនក្មួយថាសម្រាប់ក្មួយដែលស្ថិតនៅក្នុងវ័យមធ្យមសិក្សាមិនគួរមិនត្រូវមានដាច់ខាតសម្រាប់ការសិក្សាគឺក្មួយត្រូវចាប់យកឲ្យបាននៅអីនៅចំណេះដឹងជាមូលដ្ឋានសម្រាប់នេះអភិវឌ្ឍប្រាជ្ញារបស់យើងនេះដាច់ខាតចង់អារម្មណ៍គំនិតស្មារតីទៅរកនឹងយកនឹងឲ្យបានដើម្បីឈ្មោះទៅរកអីក្មួយគេនៅពេលដែលក្មួយចូលទៅសាកលវិទ្យាល័យចូលមកអភិវឌ្ឍសមត្ថភាពទី4ដែលខ្ញុំនិយាយមិញគឺអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈក៏ប៉ុន្តែប្រសិនបើក្មួយនៅសាកលវិទ្យាល័យក្មួយសួរថាតើបើសិនជាឈានចូលសាកលវិទ្យាល័យខ្ញុំជូនយោបល់វិញបើសិនជាក្មួយចង់មានអាចមានស្នេហាបានប៉ុន្តែក្មួយត្រូវសួរខ្លួនឯងថាតើអភិវឌ្ឍការគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនបានហើយឬនៅប្រសិនត្រូវរៀនអាហ្នឹងបើរៀនគ្រប់គ្រងការអភិវឌ្ឍផ្លូវចិត្តហើយមានន័យថាក្មួយអាចបើសិនចង់មានពីព្រោះអីពីព្រោះដូចខ្ញុំជំរាបជូនមិញអញ្ចឹងវ័យ22ឆ្នាំ23ឆ្នាំអីហ្នឹងគឺជាវ័យដែលក្មួយអាចអភិវឌ្ឍនៅស្នេហានៅកសាងជីវិតគ្រួសារឲ្យបាននៅក្នុងវ័យប៉ុណ្ណឹងប៉ុន្តែទាមទារនៅការគ្រប់គ្រងសមត្ថភាពក្នុងការគ្រប់គ្រងផ្លូវចិត្តឲ្យបានមានន័យថាចែករំលែកពេលវេលាសម្រាប់ការសិក្សាឲ្យបានច្បាស់លាស់ហើយនឹងចែកពេលវេលាសម្រាប់ការភាពស្និទ្ធស្នាលការស្រឡាញ់គ្នាការយកចិត្តគ្នាលក្ខណៈហ្នឹងឲ្យបានត្រឹមត្រូវបាទខ្ញុំលើកឧទាហរណ៍ដែរពីព្រោះអីពីព្រោះអ្នកដែលរៀនពេទ្យណា8ឆ្នាំអញ្ចឹងមានន័យថាម៉េចមានន័យថាគាត់មិនមែនរៀន4ឆ្នាំដូចបរិញ្ញាបត្រដទៃទៀតទេអញ្ចឹងរយៈពេលអាយុគាត់ងាំចប់ពេទ្យហ្នឹងគាត់អាចឈានទៅដល់8ឆ្នាំវាទៅដល់22បូក1វា26 27ហើយបាទដូច្នេះមានន័យថាគាត់អាចមកថាឥឡូវចូលដល់វ័យ23 24 20អីហើយបើមិនជាគាត់ចង់ឬគាត់មានមើលឃើញណាដែលអាចថាពេញចិត្តអាចអីជាមួយគ្នាបានគាត់អាចអភិវឌ្ឍបានក៏ប៉ុន្តែដូចខ្ញុំជូនមិញត្រូវតែអភិវឌ្ឍសមត្ថភាពក្នុងការគ្រប់គ្រងបានប៉ុន្តែខ្ញុំសូមជូនយោបល់ចំពោះក្មួយដែលនៅមធ្យមសិក្សាមានន័យថាមិនមែនជាឱកាសមិនមែនជាពេលវេលាសមស្របសម្រាប់ក្មួយពិចារណាឬក៏គិតគូរពីរឿងនឹងទេគឺមិនទាន់បើខ្ញុំនិយាយថាវិទ្យាសាស្ត្រគឺអត់ទាន់ដល់ពេលតែម្ដងបាទណាបាទសូមអរគុណ